បងជួយកាត់ខ្ញុំមើលប្រជាជនមួយចំនួនតូចគាត់ចូលចិត្តប្រើនៅ brand បរទេសដែលមានតម្លៃថ្លៃហើយគាត់បែរជាទៅប្រើជាមួយនឹងរបស់ copy ឬក៏របស់ top grade ជំរាបសួរអតិថិជនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំតៃដែលធ្វើការបង្ហាញអំពីកាបូបរបស់បុរសដែលយើងមានពីរប្រភេទគឺកាបូបដៃបុរសជាមួយនឹងកាបូបដាក់លុយរបស់បុរសអញ្ចឹងខ្ញុំសូមណែនាំជាមួយនឹងកាបូបកាន់ដៃរបស់បុរសដែលយើងធ្វើអំពីស្បែកគោសុទ្ធដែលមានឈ្មោះថាមីលៀបនៅខាងមុខយើងមានdesign ជាមួយនឹងប្រភេទក្រងដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិយើងជាមួយនឹងការដាំជាមួយនឹង logo របស់ Eco ដែលបញ្ជាក់ពីទំនុកចិត្តនិងការប្រើប្រាស់របស់អតិថិជនហើយសម្រាប់កម្ពស់វិញគឺមានកម្ពស់16សង់ទីម៉ែត្រមុខកាត់27សង់ទីម៉ែត្រងាយស្រួលក្នុងការប្រើប្រាស់វាប្រភេទជាប្រភេទស្បែកហ្វុងស្រួលបាត់ស្រួលបានបងអញ្ជើញកាន់ដៃក៏បានគៀបឃ្លៀកក៏បានជាមួយនឹងយួរដៃក៏បានដែរងាយស្រួលសម្រាប់បងប្រើប្រាស់តែម្ដងអញ្ចឹងខ្ញុំសូមធ្វើការណែនាំជាមួយនៅខាងក្នុងម្ដងចា៎យើងមាន3ថតគឺមានទំហំធំទូលាយតែម្ដងចា៎នេះថតទី1ថតទី2ជាមួយនឹងថតទី3ថតទី1និងថតទី3សិតតែមានកន្លែងដាក់កាតដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការដាក់កាតជូនបងមើលយើងអាចដាក់កាតបានជាមួយនឹងដាក់ជាមួយនឹងកាបូបបានដូចគ្នាដែរអញ្ចឹងខ្ញុំដាក់កាបូបមួយជាមួយនឹងទូរស័ព្ទ2ទោះយើងដាក់កាតជាមួយកាបូបជាមួយនឹងទូរស័ព្ទ2ក៏នៅតែមានភាពធំទូលាយដែរចា៎ស្អាតខ្លាំងមែនតើបងអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជាមួយនឹងកាបូបដាក់លុយរបស់បុរសវិញម្ដងដែលមានឈ្មោះថាមីលៀបដូចគ្នាដែរដែលយើងធ្វើពីស្បែកគោដូចគ្នាជាមួយនឹងការរចនាប័ទ្មគឺដូចគ្នាដែរចា៎ព្រោះអីវាជា set តែមួយតែម្ដងជាមួយនឹងការដាំ logo icon ដូចគ្នាដែលបញ្ជាក់ពីគុណភាពនិងតម្លៃសម្រាប់អតិថិជនចំពោះកម្ពស់គឺ10សង់ទីម៉ែត្រមុខកាត់12សង់ទីម៉ែត្របើសិនជាយើងបើកចេះគឺស្មើនឹង24សង់ទីម៉ែត្របងអាចអញ្ជើញដាក់ជាមួយនឹងកាតចា៎បានច្រើនជាមួយនឹងខាងក្នុងគឺយើងមាន2ថតទី1និងថតទី2ហើយតុនដូចគ្នាចាំជាប្រភេទស្បែកតុនបងកាន់តែប្រើគឺកាន់តែតុនអញ្ចឹងងាយស្រួលសម្រាប់បងប្រើប្រាស់នេះជាប្រភេទខាងក្រោយនេះជាប្រភេទខាងមុខបើសិនជាបងមានតម្រូវការបងអញ្ជើញមក shopping ទាំងពីរទីតាំងរបស់យើងដែលទីតាំងទី1នៅខាងបឹងស្នោនិងទីតាំងទី2នៅខាងបឹងកេងកងឬក៏បងអាចបញ្ជាទិញតាម Facebook Page ឬក៏តាម app Eco ក៏បានដែរ Cambodian Oridro brand